ហើយអ្វីបានជា fan ឆាងយូចាក់អាងទឹកពូនឹងមានគិតថាពួកគេពិតជារៀបការហើយពលមានលំអិតទាំង8របស់អឺស៊ីស៊ីក្នុងវគ្គ5ដំបូងស្អប់ខ្លួនឯងព្រោះដឹងច្រើនពេកខ្ញុំក៏ស្អប់ការប្រជុំដែលលាក់កំបាំងរបស់នាយកដែរចាក់ទឹកនៅរាត្រីអាពាហ៍ពិពាហ៍ស៊ីចេងនិង fan ឆាងយូប្រកាសជាមិនចុះចាញ់ឡើយបន្ទាប់ពីរៀបការដើម្បីរក្សាការឈប់សម្រាកលំហែមិត្តភាពរបស់ក្រុមគ្រួសារដូច្នេះខ្ញុំបានអង្គុយនៅជ្រុងដើម្បីមើលថាតើពួកគេមានរាងមូលឬអត់តែខ្ញុំបាននិយាយថាអ្នកទាំងពីរវាជា Feng Lin ណាយកចិត្តទុកដាក់ខ្លាំងណាស់ថាតើអ្នកដទៃគេងឬអត់ឆៃសងដឹងថាមាននរណាម្នាក់កំពុងដើរលេងដូច្នេះខ្ញុំបានបង្កើតស្រមោលលេងជាមួយពន្លឺវាមើលទៅដូចជាគាត់កំពុងដេកជាមួយ fan ឆាងយូអ្នកមីងនៅតែមិនជឿខ្ញុំតែងតែមានអារម្មណ៍ថានេះមិនមែនជាវិធីអាក្រក់ទេនៅពេលនេះ fan ឆាងយូបានប្រញាប់ប្រញាល់ចេញទៅក្រៅជាមួយអាងទឹកដំរីព្រៃនៅទីនេះដើម្បីលួចសាច់របស់ខ្ញុំម្ដងទៀតបន្ទាប់ពីភ្លក់រសជាតិទឹកអ្នកមីងបាននិយាយថាក្មេងស្រីនេះមិនអាចជាផ្ទះមូលពិតប្រាកដទេមែនទេរវាងទឹកពុះនិងផ្ទះមូលមែនហើយតើមានការភ្ជាប់ចាំបាច់ទេកាបូបបងស្រីខ្លះបាទចាស់ទើបតែត្រឡប់មកវិញខ្ញុំបានជួបអាងទឹកនេះដើម្បីជូតញើសនៃការដកគ្រឿងសម្អាងចេញបន្ទាប់មកអាងទឹកនេះនៅក្នុងមាត់របស់អ្នកមីងមានជាតិប្រៃលាយជាមួយរសជាតិឈាមបន្តិចនោះហើយជាមូលហេតុដែលគាត់ជឿជាក់ថាពួកគេពិតជារៀបការចង្កឹះ2ខ្ញុំមានអារម្មណ៍ថា Feng Qing ជឿពិតជាពូកែថតព័ត៌មានលម្អិតបែបនេះនៅពេលដែលមន្ត្រីនិងទាហានបានទៅពិនិត្យមើលឈ្មោះរបស់ពួកគេជាលើកដំបូង Hai Zhengkou មិនទាន់រួចរាល់ទេប្រសិនបើអ្នកឃើញនរណាម្នាក់នៅជាន់ខាងលើអ្នកបដូរស្ថានភាពត្រៀមខ្លួនភ្លាមនៅពេលអ្នកហៀនរណាម្នាក់ចូលមកជិតបន្ទប់គាត់បិទចង្កេះវាដូចជាការប្រាស់នៅលើស្មរភូមិប៉ុន្តែអ្នកដែលបានឃើញចូលមកគឺ Fan Chang Yu ដែលរបស់គាត់សម្រាប់បន្តិចប៉ុន្តែវាមិនត្រូវបានគេបោះចោលទេនៅពេលនេះការជឿទុកចិត្តរបស់គាត់លើ Fan Chang Yu មានកម្រិតខ្ពស់ប៉ុន្តែនៅតែមានការប្រុងប្រយ័ត្នក្រោយមកគាត់បាននិយាយថាគាត់ចង់ចាក់ចេញដែលជាការសាកល្បងផងដែររហូតដល់ Fan Chang Yu ជួយគាត់លាក់ទោះបីជាមានការគំរាមកំហែងពីសំណាក់មន្ត្រីនិងទាហានក៏ដោយក៏ពួកគេបានរងចាំរហូតដល់នាយទាហាននិងទាហានបានបាត់ខ្លួនទាំងស្រុង Fan Chang Yu បានទៅរកគាត់ទៅថ្នឹមនៃពន្លឺចូលរដូវរងារបស់ស៊ីសេងនៅក្នុងសងពេងដែលមិនអាចជ្រកពីខ្យល់និងភ្លៀង Fan Chang Yu បានលើកមេឃសម្រាប់គាត់ចង្កឹះដែលកាត់ចូលក្នុងដៃរបស់គាត់ក៏ដួលទៅនឹងដីដោយមិនដឹងខ្លួនអារម្មណ៍រីកចម្រើនយឺតនេះត្រូវបានបង្ហាញយ៉ាងឆ្ងាញ់នៅក្នុងចង្កឹះមួយគូបទចម្រៀងចំនួន3បទតែងតែមានទម្លាប់រំលងការចាប់ផ្ដើមនិងចុងបញ្ចប់នៃការផ្ដល់កិត្តិយសពីមុនប៉ុន្តែដោយសារតែវាមានផ្នែកនៃនិស្ស័យបែបនេះខ្ញុំទើបតែបានស្ដាប់ចំណងជើងទាំងស្រុងមុនពេលបទចម្រៀងបើកពាក់កណ្ដាលដំបូងនៃបទចម្រៀងបើកមានអារម្មណ៍កក់ក្ដៅនិងព្យាបាលប៉ុន្តែពីរូបរាងរបស់កន្សែងសក់តន្ត្រីភ្លាមប្រែជាដានតឹងហើយវាចេញពីភាពស្ងប់ស្ងាត់និងស្ងប់ស្ងាត់រហូតដល់ងឹតនិងមូឡារិកវាមានន័យថាកន្សែងសក់នេះមិនត្រូវមានលក្ខណៈសាមញ្ញដូចកន្សែងសក់ទេម្ដាយរបស់ Fan Chang Yu បានរងរបួសយ៉ាងធ្ងន់ធ្ងរហើយត្រូវទូចចង់ត្រឡប់ទៅផ្ទះវិញត្រូវតែមានអ្វីដែលត្រូវសារភាពប៉ុន្តែគាត់មិនបាននិយាយពាក្យចុងក្រោយទេប៉ុន្តែបានប្រគល់កន្សែងសក់ទៅឲ្យ Fan Chang Yu ដូច្នេះតើវាអាចទៅរួចទេដែលកន្សែងសក់នេះគឺជាគន្លឹះក្នុងការដោះសោអាតកំបាំងនេះគឺអាវុធមានទាំងស្រុងពីប្រឡំលោកកន្សែងសក់ត្រូវបានលក់ហើយមិនដែលរកឃើញវិញទេប៉ុន្តែខ្ញុំគិតថាវានឹងអស្ចារ្យប្រសិនបើ script ត្រូវបានផ្លាស់ប្ដូរតាមរបៀបនេះ4នៅក្នុងឈុតខ្លីនៃភាគទី9នៃការស្លាប់របស់ក្រុមគ្រួសារវាមានឈុតមួយដែលឆៃយ៉េងបានរកឃើញថាមរណភាពរបស់ឈ្វនជីនៃគ្រួសារវាបានមកដល់គ្រួសារវ៉ែនដើម្បីស្វែងរករបស់របរពាក្យទាំង4ដែលស្លាប់របស់ឈ្វនថៃអាចមើលឃើញថាមិនធម្មតាដូច្នេះតើគ្រួសារវ៉ាន់មានអ្វីខ្លះនៅក្នុងសៀវភៅដំឪពុករបស់ Fan Chang Yu តែងតែកាន់ភស្តុតាងនៃឧក្រិដ្ឋកម្មរបស់វ៉ៃយ៉ាននៅក្នុងដៃរបស់គាត់ប៉ុន្តែនៅទីបញ្ចប់គេបានរកឃើញថាភស្តុតាងមិនមាននៅក្នុងគ្រួសាររមែងស្រាប់ទេរួមផ្សំជាមួយនឹងកន្សែងសក់ប្រាក់ដែលយើងបានវិភាគខាងលើខ្ញុំគិតថារឿងល្ខោនអាចត្រូវបានផ្លាស់ប្ដូរទៅឪពុករបស់ Fan Chang Yu លាក់តម្រុយនៃភស្តុតាងព្រំទុននៅលើកន្សែងសក់ប្រាក់តាមវិធីនេះវាសមហេតុផលសម្រាប់មេងលីហ៊ូប្រគល់កន្សែងសក់ទៅ Chang Yu ទោះបីនាងអស់សង្ឃឹមក៏ដោយ5បរិសុទ្ធចំណាស់ក្នុងរឿងក៏ជាស្នាដៃរបស់ Seng Kenji ដែរជាឆុងសេក៏មានបរិសុទ្ធចំណាស់អាចកំបាំងម្នាក់ដែរវាជាមនុស្សដែលបានកត់ត្រាចលនាប្រយុទ្ធគាត់ដូចជាអ្នកនិពន្ធរឿងមានទស្សនៈរបស់ព្រះខាងលើទាំងអស់ដឹងអ្វីគ្រប់យ៉ាងអំពីជីវិតអតីតកាលនិងបច្ចុប្បន្នដូច្នេះនៅពេលដែលខ្ញុំក្រឡេកមើលគុកធំដំបូងខ្ញុំគិតថាបរិសុទ្ធចំណាស់នេះមិនសាមញ្ញទេប្រសិនបើអ្នកស្ដាប់ដោយយកចិត្តទុកដាក់នៅទំនុកច្រៀងនៃការលេងស្រមោលអ្នកនឹងការលេងស្រមោលនៅក្នុងការសម្ដែងគឺនិយាយអំពីរឿងរបស់ Fan Chang Yu និងស៊ីសេងឡុងដុងស៊ូយូយូយូឆេនហ្វីស្រីជិនជូយូយូស៊ូឌីឌីវៃអាពីពីពីឋានស៊ូកប្រសិនបើអ្នកសម្លាប់ជ្រូកអ្នកនឹងមិនត្រូវបានជំរុញទេការរញ្ជួយដី Django ដែលកំពុងកើនឡើងជីវិតនិងសេចក្តីស្លាប់គឺនៅជិតគ្នាពីដែកLady ហើយបងប្រុសឆែងយានហួយខ្ញុំទីបរិសុទ្ធចំណាស់ម្នាក់នេះកំពុងដើរតួជាបរិសុទ្ធចំណាស់ខុយខូគាត់ក៏មានទស្សនៈដ៏ទេវភាពមើលរឿងនេះកើតឡើងក្នុងពេលដ៏សំខាន់ប្រហែលជាអ្នកនៅតែអាចណែនាំតួឯកប្រុសស្រីប្រឡំលោកមានបន្ទាត់សិល្បៈនៅចុងបញ្ចប់ពូត្រូវបានចាប់កំណើតឡើងវិញវីរបរិសុទ្ធនិងវីនារីខ្លាយជាសង្សារកុមារភាពប្រហែលជាវាក៏នឹងមានតួនាទីរបស់គាត់ដែរ6ពេលឆៃយ៉េងអានសៀវភៅហើយវ៉ែនឆេងសម្រាប់ចិត្តជ្រើសរើសប៉ោដើម្បីចាក់ចេញពីទ្រព្យសម្បត្តិគ្រួសារសុងយ៉ានដឹងខ្ញុំបានរកឃើញឆាងយូហើយនិយាយថាខ្ញុំសុខចិត្តយកគាត់ធ្វើជាប្រពន្ធចុងជួយគាត់សន្សំផ្ទះរបស់គាត់ខ្ញុំបានមកប្រាប់អ្នកខ្ញុំសុខចិត្តយកអ្នកទៅលុយអ្នកបានទាត់ក្បាលដោយសត្វហ្វ្លាអ្នកសប្បាយចិត្តពេកមុនខ្ញុំអាចព្យាយាមស្នើសុំឲ្យឆែនសុនផ្ដល់អាជ្ញាប័ណ្ណដល់ខ្ញុំសង្ឃឹមថានៅក្នុងសមត្ថភាពរបស់ខ្ញុំលោកម្ចាស់សៀន